ដឹងរឿងមួយចង់ប្រាប់បងប្អូននៅម្ដុំអ៊ីអនសែនសុកអ៊ីអន2បើទៅចាប់ពីម៉ោង9 8កន្លះ9អីហ្នឹងគឺថាអ្នកដែលចូលចិត្តនំប៉័ងអីគឺថាត្រូវតែហ្មងចាបញ្ចុះតម្លៃ50%ហើយនំប៉័ងហ្នឹងគេធ្វើដូចជាអាហារ buffet អញ្ចឹងគេគិតខាំបងប្អូនក្នុងមួយខាំនេះបើសិនជាអត់បញ្ចុះតម្លៃវាមួយខាំ5000តែដល់ពេលបញ្ចុះតម្លៃទៅនៅសល់មួយខាំ2500បងប្អូនអើយទិញតែ2 3ខាំហ្នឹងឡងមួយស្បោងហើយនំប៉័ងមិនមែនថាចុះតម្លៃអញ្ចឹងអត់ឆ្ងាញ់ទេណាបងប្អូននំប៉័ងសុទ្ធតែឆ្ងាញ់ហ្មងឆ្ងាញ់គ្រប់មុខហើយដូចជាច្រើនមុខបងប្អូនមិនក្រោមជាង10មុខជាងទេច្រើនមែនតើណាមានតាំងពីដូណាត់និយាយទៅច្រើនឃើញហើយមិននៅទិញឡើងតម្រង់ជួរហើយម៉ោងបញ្ចុះតម្លៃគេមានម៉ោងគេណាបងប្អូនម៉ោងគេហ្នឹងចាប់ពី8កន្លះ9ហើយដល់ម៉ោង10អញ្ចឹងបងប្អូនទៅម៉ោង6ម៉ោង7អត់ទាន់គេបញ្ចុះតម្លៃទេអញ្ចឹងដើម្បីកុំឲ្យទៅចាំយូរយើងចាំម៉ោង8អីចាំយើងទៅអ្នកនៅម្ដុំសែនសុខម្ដុំទូសកែម្ដុំអីហ្នឹងចាំទៅម៉ោង8កន្លះ9អី10អីហ្នឹងចាប់ផ្ដើមគេបញ្ចុះតម្លៃហើយខ្ញុំដឹងហើយខ្ញុំចង់ប្រាប់បងប្អូនកៃឡូល្ងាចហ្នឹងចង់ទៅទិញអីអញ្ចឹងអានេះខ្ញុំទិញកាលពីល្ងាចថ្ងៃសៅរ៍ទៅទិញទៅបងប្អូនហើយទីតាំងគេហ្នឹងស្រួលរកទេនៅក្រោមជាន់ផ្ទាល់ដីនៅអាចិត្តកម្មជាដើនៅម្ដុំអាចិត្តកម្មជាដើយន្តហ្នឹងមកប្តីខ្ញុំឲ្យបងប្អូនទិញមួយស្បោងហ្នឹងអស់ត1រៀលចុច30ទេខ្ញុំញ៉ាំឡើងដល់ព្រឹកហើយមានញ៉ាំបាយណាញ៉ាំតែនំប៉័ងណាបងប្អូនមកស្បោហើយឆ្ងាញ់ហើយញ៉ាំឲ្យមានរសជាតិថ្មីប្លែកៗរហូតមានរសជាតិឈ្ងុយរសជាតិអ្មិនទៅនិយាយទៅច្រើនមុខប្តីខ្ញុំរើឡើងចង់4 10មុខដែរហ្នឹងហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូទៅល្ងាចហ្នឹងបងប្អូនចូលចិត្តនំប៉័ងដូចខ្ញុំ